ត្រណមសំខាន់ទាំង8ក្នុងឱកាសចូលឆ្នាំចិន2026តើគួរជៀសវាងអ្វីខ្លះដើម្បីរក្សាលាភជ័យការប្រកាន់ខ្ជាប់ខ្ជួននៅត្រណមក្នុងឱកាសបុណ្យចូលឆ្នាំចិនមិនមែនគ្រាន់តែជាការជឿស៊ប់បែបបុរាណនោះទេប៉ុន្តែវាគឺជាសិល្បៈនៃការរស់នៅតាមបែបវិជ្ជមានបុព្វបុរសចិនជឿថាសកម្មភាពដែលយើងធ្វើក្នុងរយៈពេល15ថ្ងៃដំបូងនៃឆ្នាំថ្មីគឺជាកញ្ចក់ឆ្លុះសម្រាប់ជោគជតារាសីពេញមួយឆ្នាំដូច្នេះដើម្បីឲ្យឆ្នាំចិនឆ្នាំ2026នេះក្លាយជាឆ្នាំមហាសំណាងសម្រាប់អ្នកនិងគ្រួសារសូមកុំរំលងត្រណមទាំងនេះមុននឹងបន្តទស្សនាសូមបងប្អូនចុច like ចុច subscribe channel របស់ admin ម្នាក់មួយផងណាតោះបន្តទស្សនាទី1ហាមបោកផ្ទះឬចាក់សម្រាមការរក្សាលុយកាក់កុំឲ្យហូរចេញនេះគឺជាត្រណមដ៏តឹងរ៉ឹងបំផុតតាមជំនឿបើអ្នកបោកផ្ទះនៅថ្ងៃទី1នៃឆ្នាំថ្មីគឺប្រៀបដូចជាការបោសសម្អាតលាភសំណាងនិងទ្រព្យសម្បត្តិដែលទេវតានាំមកឲ្យបោះចោលទៅក្រៅផ្ទះវិញអញ្ចឹងការពន្យល់បន្ថែមអ្នកគួរតែសម្អាតនិងរៀបចំផ្ទះឲ្យមានរបៀបរៀបរយតាំងពីមុនថ្ងៃសែនប្រសិនបើមានធូលីដីខ្លាំងដែលចាំបាច់ត្រូវបោះគេត្រូវបោះពីមាត់ទ្វារចូលក្នុងផ្ទះមានន័យថាប្រមូលលាភរួចទុកសម្រាមនោះក្នុងប្រអប់សិនចាំយកទៅចាក់ចោលនៅថ្ងៃទី2ឬថ្ងៃទី3នៃឆ្នាំថ្មីទី2ហាមកក់សក់ឬកាត់សក់ការថែរក្សាមាសប្រាក់ក្នុងភាសាចិនពាក្យថាសក់ហ្វាមានសម្លេងស្រដៀងនឹងពាក្យថាហ្វាយកាំងឬคล้ายជាអ្នកមានដោយនេះការកក់សក់ឬកាត់សក់នៅថ្ងៃចូលឆ្នាំត្រូវបានគេប្រៀបធៀបដូចជាការលាងជម្រះទ្រព្យសម្បត្តិឬកាត់ផ្ដាច់វាសនាល្អៗឲ្យចេញពីខ្លួនគេច្រើនណែនាំឲ្យកាត់សក់មុនថ្ងៃចូលឆ្នាំដើម្បីជំរុះគ្រោះចង្រៃចាស់ៗនិងត្រៀមទទួលយកថាមពលថ្មីទី3ហាមប្រើវត្ថុមុតស្រួចដូចជាកន្ត្រៃកាំបិតឬម្ជុលការរក្សាទំនាក់ទំនងការប្រើប្រាស់របស់មុតស្រួចត្រូវបានគេជឿជាក់ថានឹងកាត់ផ្ដាច់ខ្សែលាភសំណាងឬនាំឲ្យមានការបាក់បែកក្នុងទំនាក់ទំនងគ្រួសារនិងស្នេហានៃអប់រំការជៀសវាងប្រើរបស់មុតស្រួចក៏ជួយបង្ការកុំឲ្យមានគ្រោះថ្នាក់មុតដៃជើងឬមានរបួសស្នាមដែលនាំមានការបង្ហូរឈាមនៅដើមឆ្នាំ2026ដែលជាប្រផ្នូលមិនល្អដល់សុខភាពពេញមួយឆ្នាំទី4ហាមនិយាយពាក្យអសុរោះឬពាក្យមិនល្អការប្រើវាចានាំលាភមាត់គឺជាទ្វារនៃលាភជ័យនៅថ្ងៃចូលឆ្នាំគេត្រណមដាច់ខាតមិនឲ្យជេរប្រមាថឆ្លោះប្រកែកឬនិយាយពាក្យដែលពាក់ព័ន្ធនឹងសេចក្តីស្លាប់ជំងឺភាពក្រីក្រឬពាក្យទេសកម្មភាពគួរធ្វើទោះបីជាកូនចៅធ្វើខុសឬរពឹសខ្លាំងក៏ចាស់តែងតែញញឹមនិងប្រើពាក្យផ្អែមល្ហែមមកអប់រំវិញដើម្បីឲ្យឆ្នាំថ្មីមានតែភាពសុខដុមរមនានិងការអត់ឱនឲ្យគ្នាទី5ហាមធ្វើឲ្យបែកចានឆ្នាំងឬកែវការពារភាពបែកបាក់ការធ្វើឲ្យបែកវត្ថុប្រើប្រាស់ក្នុងផ្ទះជានិមិត្តរូបនៃការបាត់បង់សុភមង្គលនិងការបែកបាក់គ្រួសារវិធីដោះស្រាយប្រសិនបើអ្នកជ្រុលដៃធ្វើឲ្យបែកដោយអចេតនាកុំស្លន់ស្លោត្រូវរុំបំបែកទាំងនោះដោយក្រដាសពណ៌ក្រហមរួចនិយាយពាក្យមង្គលថាសួយផាំងអានដែលប្រែថាសេចក្តីសុខសាន្តនិងសុវត្ថិភាពគ្រប់វិនាទីដើម្បីបន្សាបគ្រោះចង្រៃទី6ហាមទារបំណុលឬឲ្យគេខ្ចីលុយការរក្សាតរយៈភាពហិរញ្ញវត្ថុការទារបំណុលនៅថ្ងៃចូលឆ្នាំចិននឹងនាំឲ្យអ្នកមានចំនួននិងរឿងរកម្មរកូសពេញមួយឆ្នាំចំណែកអ្នកដែលឲ្យគេខ្ចីលុយនៅថ្ងៃនេះនឹងជួបវិបត្តិហិរញ្ញវត្ថុរកលុយមិនសល់ហូរចេញដោយទឹកដំបូលមានតាមទំនៀមទម្លាប់រាល់ការជំពាក់ប្រាក់កាសទាំងអស់គួរតែដោះស្រាយឲ្យដៃស្រឡះយ៉ាងហោចណាស់មួយថ្ងៃមុនថ្ងៃចូលឆ្នាំចិនដើម្បីឲ្យចិត្តសប្បាយរីករាយទាំងសងខាងទី7ហាមស្លៀកពាក់ពណ៌ខ្មៅឬសការជ្រើសរើសពណ៌មង្គលពណ៌ខ្មៅនិងពណ៌សតំណាងឲ្យភាពសោកសៅមរណភាពនិងពិធីបុណ្យសពក្នុងថ្ងៃមង្គលនេះគេនិយមស្លៀកពណ៌ក្រហមតំណាងឲ្យសំណាងភាពរស់រវើកនិងភាពរុងរឿងឬពណ៌មាសដើម្បីទាក់ទាញរាសីឲ្យខ្ពស់ត្រដែតទី8ហាមគេងថ្ងៃការរក្សាថាមពលនិងភាពសកម្មការគេងថ្ងៃនៅថ្ងៃដំបូងនៃឆ្នាំថ្មីត្រូវបានគេជឿជាក់ថានឹងធ្វើឲ្យបុគ្គលនោះក្លាយជាមនុស្សខ្ជិលច្រអូសនិងស្ពឹកស្រពន់វាក៏អាចធ្វើឲ្យអ្នកបាត់បង់ឱកាសមាសឱកាសប្រាក់ដែលទេវតានាំមកឲ្យនៅពេលថ្ងៃផងដែរផ្ទុយទៅវិញអ្នកគួរតែដើរលេងកម្សាន្តសួរសុខទុក្ខបងប្អូនឬធ្វើសកម្មភាពសប្បាយៗដើម្បីទទួលយកថាមពលវិជ្ជមានគួរបញ្ជាក់ផងដែរថាត្រណមទាំងនេះ
មិនមែនជាការបង្ខិតបង្ខំឲ្យយើងរស់នៅក្នុងភាពភ័យខ្លាចនោះទេប៉ុន្តែវាគឺជាការរំលឹកឲ្យយើងម្នាក់ៗរស់នៅក្នុងសេចក្តីស្ងប់និងភាពវិជ្ជមាននៅពេលដែលយើងចាប់ផ្ដើមថ្ងៃដំបូងនៃឆ្នាំថ្មីដោយស្នាមញញឹមពាក្យពេចន៍ពីរោះនិងចិត្តសប្បុរសនោះលទ្ធផលល្អៗនឹងតាមមកដោយឯងបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត